បាទលោកអ្នកប្រកាសជានឹងចាំបានរឿងដែលកំពុងតែផ្ទុះពេញបណ្ដាញសង្គម Facebook ជំវិញការផ្សាយជាបន្តបន្ទាប់តាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គមតាមរយៈការចែកលេខផ្សេងៗគ្នាដោយមានគណនី Facebook ឈ្មោះថាជាងដែកបាទជាងដែកនិងអ៊ីណុកគាត់ផ្សាយថានគរបាលចរាចរណ៍ផ្លូវគោកបាទស្ថិតនៅក្រោមអាវ៉ាតស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដាក់ប៉ុស្តិ៍គោលដៅត្រួតពិនិត្យនៅលើផ្លូវលំបាទអញ្ចឹងធ្វើឲ្យមានការភ័ន្តច្រឡំចែកចម្លែកទៅបាទខុសឆ្លាស់អ្វីដែលជាការប្រឆាំងជាការពិតហើយយើងបានតាក់ទងទៅគ្រប់គូភាគីទាំងអ្នកដែលបង្ហោះនៅលើបណ្ដាញសង្គមបាទទាំងការបកស្រាយបំភ្លឺរបស់អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនិងបន្ថែមពីលើនោះទៀតគឺស្នងការនគរបាលខេត្តបន្ទាយមានជ័យគាត់ជម្រាបដោយផ្ទាល់តែម្ដងមកខ្ញុំបាទអញ្ចឹងនៅថ្ងៃ7ឧសភាម្សិលមិញស្នងការនគរបាលខេត្តបន្ទាយមានជ័យបានបំភ្លឺព័ត៌មានជំវិញរឿងដែលថាកងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្តកាកប្រជាពលរដ្ឋស៊ូនាំពាក់ព័ន្ធនឹងម៉ូតូដាក់បំពង់ស៊ីម៉ាំងប្រេនប៉ះពាល់ដល់សណ្ដាប់ធ្នាប់បាទហើយការអនុវត្តនេះវាមានដើមចំរឿងចេះទេដោយសារតែមានលោកគ្រូអ្នកគ្រូនៅជាប់នឹងវិទ្យាល័យគោបគាត់នៅវិទ្យាល័យគោបគាត់ប្តឹងមកបលិសថាមានស៊ីម៉ាំងប្រេនហ្នឹងក្មេងទំនើងគឺតែងតែជិះរាល់ថ្ងៃតែម្ដងបង្កការសម្លេងរំខានអសន្តិសុខអញ្ញៃគឺវល់តែម្ដងអញ្ចឹងប៉ូលីសក៏ដាក់នៅគោលដៅលើផ្លូវជាតិលេខ5ដើម្បីតាមបំមាញ់ក្រុមក្មេងទំនើងមកហើយក្រុមក្មេងទំនើងតែដឹងប៉ូលីសដាក់អញ្ចឹងមានន័យណាឆ្វែលមកអាផ្លូវលំសមត្ថកិច្ចយើងក៏ដាក់មកផ្លូវលំដើម្បីតាមចាប់ទៀតក៏ប៉ុន្តែនៅក្នុងនោះរូបភាពក៏បានជួបជាមួយនឹងបងប្អូនជាពលរដ្ឋយើងខ្លះអត់កញ្ចក់អត់មួកតែប៉ូលីសបានណែនាំប្រាប់ថាឲ្យបាយជួយដាក់កញ្ចក់ផងបាទកុំអត់ពាក់មួកអត់ដាក់កញ្ចក់អញ្ចឹងតែផ្ទះចិត្តក៏ដោយយើងច្បាប់ចរាចរណ៍យើងត្រូវតែយល់ពីកាតព្វកិច្ចហ្នឹងប៉ូលីសគ្រាន់តែបានអប់រំណែនាំទេក៏ប៉ុន្តែគោលដៅគឺចាំចាប់ក្មេងទំនើងដែលដាក់ស្មាំងប្រែននោះបកកសម្លេងខាននៅវិទ្យាល័យគោបបាទហើយក៏បានណែនាំប្រាប់ឲ្យគាត់ត្រូវពាក់មួកសុវត្ថិភាពត្រូវយល់ពីកាតព្វកិច្ចទាំងអស់នោះហើយនៅពេលដែលសមត្ថកិច្ចនគរបាលជំនាញលោកដាក់ត្រួតពិនិត្យបែបហ្នឹងឃើញឱកាសល្អជាងដែកនិងអ៊ីណុកគាត់យល់ច្រឡំថតបង្ហោះលៀមចែកចាយព្រៀបតាមបណ្ដាញសង្គមព័ត៌មានវិនិច្ឆ័យក៏លឿនដែរតាមរយៈនៃការ alert ភ្លាមបាទ alert ភ្លាមលឿនមានដឹងថាដើមចំតាណាដើមចំមកពីណាបាទក៏ផ្សាយថាប៉ូលីសនៅក្នុងស្រុកអូជ្រៅបច្ចុប្បន្នចាប់ឃាត់ផាកពិន័យប៉ុស្តិ៍ត្រួតពិនិត្យដាក់នៅលើផ្លូវលំដែរអញ្ចឹងសាធារណជនមានការភ័ន្តច្រឡំថតបែបហ្នឹងអញ្ចឹងឆ្លើយតបទៅនឹងករណីនេះអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យសូមបំភ្លឺថាគណៈកម្មការត្រួតពិនិត្យលក្ខណៈបច្ចេកទេសខេត្តបន្ទាយមានជ័យបានចុះដាក់គោលដៅត្រួតពិនិត្យក្នុងភូមិសាស្ត្រណាកាឆាយឃុំគោបស្រុកអូជ្រៅខាងលិចវិទ្យាល័យគោបប្រហែលជា100ម៉ែត្រលើផ្លូវជាតិលេខ5ពេលកំពុងប្រតិបត្តិការងារមានអ្នកជិះម៉ូតូកែច្នៃស៊ីម៉ាំងប្រែនលឺខុសបច្ចេកទេសបើអ្នកសំលេងលឺខ្លាំងណាមកដល់ចំណុចគោលដៅត្រួតពិនិត្យនៅលើផ្លូវជាតិលេខ5ក្បែរផ្លូវលំចុះតាមផ្លូវជាប់របងវិទ្យាល័យគោបនៅពេលនោះនគរបាលបានដេញតាមប្រហែលជា70ម៉ែត្រពីគោលដៅត្រួតពិនិត្យក៏កាក់ម៉ូតូប្រជាពលរដ្ឋស៊ូនាំរកអ្នកជិះម៉ូតូកែច្នៃស៊ីម៉ាំងប្រែននោះហើយមន្ត្រីបានអប់រំពួកគាត់ឲ្យពាក់មួកសុវត្ថិភាពនិងដាក់កញ្ចក់ហេតុអីខ្ញុំចង់បញ្ជាក់រូបភាពផ្សេងគ្នារូបភាពបងប្អូនពលរដ្ឋមួយអត់ពាក់មួកសុវត្ថិភាពទាំងពីរអត់កញ្ចក់ទៀតគាត់ប្រាប់ថាឥឡូវពាក់កញ្ចក់សុវត្ថិភាពស៊ូនាំបន្ថែមថ្ងៃក្រោយកុំឲ្យពិបាកអញ្ចឹងហើយមកក្រោយទៀតពាក់មួកដែរប៉ុន្តែគាត់ស៊ូនាំថាចង់ដឹងថាមានបណ្ដាញដែលគាត់ពាក់ដែលបើកស៊ីម៉ាំងម៉ូតូប្រែនឹងដែរអត់ព្រោះនៅលើហ្នឹងគឺកម្លាំងយើងក៏ដាក់ដែរនៅក្រោមគឺតាមស្ទាក់គាត់ប៉ុន្តែវាអត់ជួបបាទណែវាអញ្ចឹងឆ្លើយតបនឹងការដាក់នៅក្នុងផ្លូវលំហ្នឹងមិនមែនដាក់តែតាមសមត្ថកិច្ចយើងដាក់តាមអំពើចិត្តទេដោយសារតែការសម្របសម្រួលឲ្យឃើញស៊ីម៉ាំងប្រែហ្នឹងវាដាក់នៅក្នុងជាប់នៅវិស័យគោបហើយវាជិះនៅក្រោយតាមផ្លូវនឹងរហូតក្មេងជំនឿហ្នឹងហើយក៏គាត់ស៊ូនាំអ្នកក្រោយផុតនោះអ្នកពាក់មួកដែរប៉ុន្តែគាត់ស៊ូនាំថាមានដឹងឲ្យស្គាល់ក្មេងៗហ្នឹងម្ដុំនឹងអត់ប៉ូលីសតែម្នាក់ពីរនាក់ទេបើលើបានគេដាក់3 4 5នាក់ទៅ10នាក់ដល់ពេលអញ្ចឹងគាត់ថតមកលេងនិយាយសម្ដែងវយមកអញ្ចឹងគ្នាមិនខុសបាត់អនុវត្តចាំតែខុសប៉ុន្តែពេលខ្លះនេះបងប្អូនយើងបានជ្រាបរឿងធ្វើការងារ100ពេលខ្លះគេមើលឃើញពេលខ្លះគេមើលឃើញទេខុសតែមួយគេចោទប្រកាន់យើងបណ្ដោយបាទ
នេះគឺចង់ឲ្យបងប្អូនយើងបានជ្រាបជុំវិញការបំភ្លឺរបស់ស្នងការឋានគរបាលខេត្តបន្ទាយមានជ័យនិងការបំភ្លឺសំទោសជាសាធារណៈរបស់បុគ្គលរស្មីជាងដែកអ៊ីណុកដែរហើយគាត់យល់ច្រឡំថាជាការដាក់ត្រួតពិនិត្យនៅលើផ្លូវលំតាមពិតគាត់ស្មានគាត់យល់ច្រឡំអញ្ចឹងក៏គាត់មានការសំទោសជាសាធារណៈដែរបាទសូមអនុញ្ញាតបំភ្លឺប៉ុណ្ណឹងឲ្យបងប្អូនយើងបានជ្រាបបាទអរគុណប្រិយមិត្តពុកម៉ែបងប្អូនឥឡូវនេះយើងទៅកាន់មួយរឿងទៀតបាទតាក់ទងទៅនឹងចំណាត់ការរបស់ខាងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទវិញម្ដងដោយថ្មីនេះពុកម៉ែបងប្អូនច្បាស់ជាបានដឹងហើយបានជ្រាបហើយតាក់ទងទៅនឹងព័ត៌មាននៃជំងឺអង់ត្រាក់បាទដែលជាជំងឺពឹសឈូងហៅមួយទៀតណាហើយជំងឺនេះកំពុងតែមានការរីករាលដាលខ្លាំងនៅខាងប្រទេសថៃគឺករណីឆ្លងជាង600នាក់ទៅហើយករណីដែលគាត់កំពុងតែមានការតាមដានក៏រហូតដល់ជិត100នាក់ផងដែរហើយបញ្ហានេះដែរគឺធ្វើឲ្យមានការព្រួយបារម្ភមែនទែននៅប្រទេសកម្ពុជាហើយឃើញថាក្រសួងសុខាភិបាលក៏មានសេចក្តីប្រកាសភ្លាមផងដែរឲ្យពុកម៉ែបងប្អូនមានការប្រុងប្រយ័ត្នបាទជាពិសេសការទទួលទានសាច់គោសាច់កបីអីហ្នឹងបាទពីព្រោះថាជំងឺនេះគឺងាយនឹងឆ្លងមែនតើចំពោះបងប្អូនប្រជាពលរដ្ឋដែលគាត់ចូលចិត្តទទួលទានសាច់ឆៅបាទជាពិសេសសាច់គោហើយរឿងរ៉ាវនេះដែរគឺថាឥឡូវនេះសួរថាមានចំណាត់ការបែបណាបន្តទៀតហើយគឺថាឥឡូវនេះគឺមន្ត្រីជំនាញបសុពេទ្យនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី7ខែសុភាឆ្នាំ2025ក៏បានចុះពង្រឹងការងារត្រួតពិនិត្យសត្វពាហនៈនាំចូលពីប្រទេសថៃដើម្បីអនុវត្តតាមខ្លឹមសារសេចក្តីប្រកាសព័ត៌មានស្តីពីការកើតមានជំងឺឈាមខ្មៅឬជំងឺអង់ត្រាក់លើសត្វពាហនៈនៅប្រទេសថៃនិងផ្សព្វផ្សាយជាមួយសមត្ថកិច្ចកងការពីព្រំដែនឲ្យជួយអន្តរាគមន៍ទប់ស្កាត់ការលួចនាំចូលសត្វដោយខុសច្បាប់លោកហុយទូចប្រធានការិយាល័យបសុពេទ្យនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យបានឲ្យដឹងថាបន្ទាប់ពីទទួលបានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្មចុះថ្ងៃទី6ខែសុភាឆ្នាំ2025ស្តីពីករណីកើតមានជំងឺឈាមខ្មៅឬជំងឺអង់ត្រាក់លើសត្វពាហនៈនៅក្នុងប្រទេសថៃនិងការដាក់ឲ្យអនុវត្តការហាមឃាត់ជាបណ្ដោះអាសន្នលើការនាំចូលសត្វពាហនៈនិងផលិតផលសាច់សត្វពីច្រកព្រំដែនទាំងអស់នៃប្រទេសថៃលោកបានដឹកនាំមន្ត្រីជំនាញនៃការិយាល័យបសុពេទ្យចុះធ្វើការប្រស័យទំនាក់ទំនងជាមួយក្រុមហ៊ុននាំចូលសត្វគោក្របីចំនួន2ក្រុមហ៊ុនឲ្យផ្អាកការបញ្ជាទិញនិងផ្អាកការនាំចូលគោក្របីពីប្រទេសថៃរងចាំការណែនាំថ្មីពីក្រសួងកសិកម្មជាមួយនឹងការចុះទំនាក់ទំនងនេះមន្ត្រីបសុពេទ្យបានធ្វើការត្រួតពិនិត្យសត្វគោក្របីដែលក្រុមហ៊ុនបាននាំចូលមុនសេចក្តីជូនដំណឹងនៅតាមក្រោយនីមួយគឺឃើញថាសត្វគោក្របីទាំងនោះមានសុខភាពល្អពុំមានជំងឺអ្វីឡើយទើបអនុញ្ញាតឲ្យដឹកឆ្លងកាត់នៅប្រទេសវៀតណាមដើម្បីឲ្យកាន់តែមានប្រសិទ្ធភាពមន្ត្រីជំនាញរបស់លោកក៏បានធ្វើការផ្សព្វផ្សាយជាមួយនឹងសមត្ថកិច្ចកងការពីព្រំដែនឲ្យជួយអន្តរាគមន៍ទប់ស្កាត់ការលួចនាំចូលសត្វដោយខុសច្បាប់ក្រៅពីការទប់ស្កាត់នៅតាមព្រំដែនជាមួយក្រុមហ៊ុននាំចូលមន្ត្រីរបស់លោកក៏បានចុះធ្វើការត្រួតពិនិត្យស្ថានភាពសុខភាពសត្វគោក្របីជ្រូកនៅតាមសត្វឃាតដ្ឋានជាប្រចាំមុនចូលពិឃាតដើម្បីធានាថាសត្វគ្មានជំងឺឆ្លងដើម្បីការពារដល់អ្នកទទួលទានសាច់ក្នុងខេត្តឃើញថាសត្វទាំងអស់នេះមានសុខភាពល្អជាធម្មតាទេពុំមានអ្វីគួរឲ្យកត់សម្គាល់ឡើយលោកហុយទូចបានបន្តឲ្យដឹងទៀតថាលោកក៏បានធ្វើការផ្សព្វផ្សាយដល់ប្រជាកសិករនិងភ្នាក់ងារពេទ្យសត្វភូមិត្រូវតាមដានសុខភាពសត្វគ្រប់ពេលដឹងរាយការណ៍មកអាជ្ញាធរដែនដីនិងមន្ត្រីពេទ្យសត្វឲ្យបានទាន់ពេលដើម្បីគ្រប់គ្រងស្ថានភាពបាននៅពេលដែលមានជំងឺឆ្លងជាយថាហេតុបាទអញ្ចឹងមកទល់នឹងពេលនេះគឺមិនទាន់មានករណីជំងឺអង់ត្រាក់នៅកម្ពុជានៅឡើយទេគ្រាន់តែនេះគឺជាសេចក្តីជូនដំណឹងទៅកាន់ពុកម៉ែបងប្អូននៅតាមបណ្ដាព្រំដែនក៏ដូចជានៅក្នុងរាជធានីភ្នំពេញផងដែរឲ្យមានការប្រុងប្រយ័ត្នចំពោះជំងឺនេះពីព្រោះថានៅប្រទេសថៃបាទកំពុងតែឆ្លងខ្លាំងហើយក៏គេកំពុងតែមានចំណាត់ការតាមដានទៅលើជំងឺអង់ត្រាក់នេះផងដែរហើយជំងឺអង់ត្រាក់នេះសួរថាឆ្លងពីណាបាទជំងឺអង់ត្រាក់គឺឆ្លងពីប្រភេទស្ព័រគេហៅថាស្ព័របាក់តេរីបាទហើយស្ព័របាក់តេរីហ្នឹងគឺជាប្រភេទបាក់តេរីតូចៗនៅលើដីដែលសត្វគោក្របីវាស៊ីស្មៅទៅវាដោយតាមទៅបាទដោយទៅហើយក៏បង្កជាជំងឺហើយជំងឺនេះបើតាមខ្ញុំធ្លាប់ដឹងគឺថាប្រភពពីខាងកុងហ្គោបាទនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោគឺឆ្លងច្រើនមែនទែនហើយជំងឺនេះគឺកាចសាហាវណាស់បាទវានៅពេលដែលវាឆ្លងទៅវាចេញដំបៅពណ៌ខ្មៅធំនៅលើរាងកាយហើយមានគេហៅថាអ្នកខ្លះហៅថាជំងឺពឹសឈូងហើយជំងឺនេះគឺថាសំបីតែសត្វដំរីទឹកបាទសត្វមានមាឌធំហើយកម្លាំងខ្លាំងក៏អាចងាប់ដោយសារតែជំងឺនេះផងដែរអញ្ចឹងហើយឥឡូវនេះគឺវាឆ្លងមកកាន់ប្រទេសថៃជាប្រទេសជិតខាងកម្ពុជាទៅធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភខ្លាំងមែនទែនហើយសង្ឃឹមថានឹងមានចំណាត់ការឲ្យបានតឹងរឹងចំពោះរឿងនេះកុំឲ្យមានការនាំចូលសាច់សត្វពីខាងប្រទេសជិតខាងដែលកំពុងតែមានបញ្ហាហើយយើងធ្វើការពង្រឹងបន្ថែមទៀតលើបញ្ហាទាំងអស់ហ្នឹងបាទអរគុណលោកបត្រាមានអ្វីបន្តបាទមានបន្តគឺតកតងទៅនឹងការពង្រឹងបន្ថែមនេះម្សិលមួយថ្ងៃសម្ដេចចំប្តីក៏លោកបានលើកឡើងពាក់ព័ន្ធទៅនឹងការគ្រប់គ្រងបន្លែបកានាំចូលពីក្រៅប្រទេសដែរ
ជាពិសេសគឺប្រទេសជិតខាង បាទ បាទព្រោះថាប្រហែលថ្ងៃមុនក្រសួងសុខាភិបាលក៏បានប្រកាសដែរអ្នកដែលពាក់ព័ន្ធជាមួយនឹងជំងឺមហារីកបានកើនឡើងជាលំដាប់ដោយសារតែកត្តាទាំងបរិភោគកត្តាមិនឆ្លងនិងការធ្វើប្រហែសដោយការបរិភោគខ្លួនឯងផ្ទាល់អញ្ចឹងដើម្បីលុបបំបាត់តាមអ្នកសិក្សាផ្នែកសុខាភិបាលមួយចំនួនក៏លោកស្នើឲ្យរឹតបន្តឹងបន្ថែមជំវិញបន្លែផ្កាដែលមានសារធាតុគីមីឬក៏ត្រីសាច់ផ្សេងៗ ទូយ៉ាងដូចជាប្រហែលថ្ងៃមុននៅខាងប្រសេនុហ្នឹងក៏ត្រូវបានគាត់យកទៅដាក់ជា gel គីមីហ្នឹងដើម្បីធ្វើយ៉ាងម៉េចរក្សាបានយូរអង្វែងបាទហើយការដាក់ហ្នឹងមិនដឹងថារាប់ឆ្នាំមកហើយដល់ពេលអ្នកដែលទិញបរិភោគទៅហ្នឹងវាអាចប៉ះពាល់ទៅដល់សុខុមាលភាពថ្ងៃនេះវាមិនអីប៉ុន្តែថ្ងៃក្រោយហ្នឹងវាចាប់ផ្ដើមបញ្ហាសុខភាពយើងមិនល្អប្រសើរឱកាសនៃការកើតជំងឺមហារីកក៏កាន់តែច្រើនដោយសារតែការលក់ដូរមិនស្មោះត្រង់ បាទមិនស្មោះត្រង់អញ្ចឹងអ្វីដែលសំខាន់គឺបងដែលជាមន្ត្រីជំនាញក៏បខាងជំនាញគយនឹងរដ្ឋកោបាទខាងគណៈវិជាការឯកភាពរដ្ឋបាលខេត្តមួយនៅតាមច្រកសំខាន់ហ្នឹង ជួយរឹតបន្តឹងជំវិញបន្លែបង្សាច់ត្រីប្រហុកអីផ្សេងឬក៏យល់ទៅគឺរាល់គេហៅថាផលធម្មជាតិនាំចូលមកពីខាងប្រទេសជិតខាងគឺត្រូវតែឆ្លងកាត់ការពិនិត្យនិង test kit ឲ្យបានត្រឹមត្រូវហើយបើសិនជាយើងមិនបានពិនិត្យត្រឹមត្រូវធ្លាយតាម៉ាការ៉ុងធ្លាយតាមកកុងតឺន័រមកពលរដ្ឋយើងច្បាស់ជាជួបបញ្ហាប្រឈមយ៉ាងម៉េចប្រឈមទៅនឹងបញ្ហាសុខភាពធ្ងន់ធ្ងរដូចនៅពេលបច្ចុប្បន្នហ្នឹងគ្រាន់តែប្រកាសក្រសួងប្រកាសថ្ងៃមុនហ្នឹងគឺផ្អើលពេញស្រុកហើយបាទបើន័យថារយៈពេលប្រហែល45នាទីមនុស្សស្លាប់ម្នាក់ឬក៏អ្នកដែលស្លាប់ដោយសារជំងឺហារីកហ្នឹងមានការកើនឡើងនៅក្នុងប្រទេសរបស់យើងអញ្ចឹងកត្តាច្រើនណាស់បងប្អូនកត្តាដោយសារតែការបរិភោគផងកត្តាបញ្ហាផ្សេងទៀតគឺវាឱកាសនៃការកើតជំងឺមហារីកច្រើនដោយសារតែជាតិពុលគីមីវាពេញបន្ទុកទៅហើយនៅពេលបច្ចុប្បន្នហ្នឹងបាទអញ្ចឹងបានថាជាការចង់បានរបស់បងប្អូនឬក៏អ្នកទស្សនាទេគាត់ចង់ប្រាប់មកវិញថាបើសិនជាអាចយើងរួមគ្នាយុទ្ធនាការដាំបន្លែក្នុងផ្ទះមួយគឺថាមានបន្លែរោគបន្លែមកកន្លែងគ្រាន់តែយើងអាចបរិភោគខ្លួនឯងក៏កាន់តែល្អប្រសើរបាទហ្នឹងហើយវាជាវាការទិញមកពីខាងក្រៅអត់បានប្រភពហើយបើដឹងប្រភពបើ test kit មិនចឹងបើសិនអត់បាន test kit ពីខាងកាន់ control ក៏បបវាមិនធ្លាយអាគីមីនឹងចូលមកពេញស្រោចទេអានេះគឺជាកត្តាសំខាន់បំផុតហើយប្រមុខរដ្ឋាភិបាលលោកបានអំពីនេះដាក់ចេញ